ពេលខ្លះរឿងតែមួយទេប៉ុន្តែយើងមិនព្រមបដូរការគិតរបស់ខ្លួនឯងចេះតែចង់បដូរការគិតរបស់អ្នកដទៃមិនងាយទៅបងប្អូនការគិតរបស់គេយើងមិនអាចគ្រប់គ្រងបាននោះទេប៉ុន្តែយើងអាចគ្រប់គ្រងការគិតរបស់យើងបានបន្ទាប់ពីខ្ញុំបានផុសវីដេអូភាគទី95ដែលមានចំណងជើងថាហេតុអ្វីយើងគួរអនុញ្ញាតឲ្យអ្នកដទៃនិយាយដើមយើងរួចមកឃើញថាមានបងប្អូនជាច្រើនគាត់ចាប់អារម្មណ៍នៅប្រធានបទនេះហើយនាំគ្នា share ចែករំលែកជាមួយនឹង caption ផ្សេងៗគ្នាទៅតាមការយល់ឃើញរបស់គាត់រៀងៗខ្លួនដោយមានទាំងអ្នកដែលយល់ស្របនិងអ្នកដែលមិនយល់ស្របមុននឹងចូលដល់ប្រធានបទនេះខ្ញុំក៏សូមអភ័យទោសពីបងប្អូនទាំងអស់គ្នាផងដោយសារតាខ្ញុំអត់សូវជាចូលចិត្តការតុបតែងខ្លួនឬក៏លាបក្រែមអីទេដោយសារមាត់របស់ខ្ញុំវាអាឡែស៊ីជាមួយនឹងក្រែមលាបមាត់ចឹងហើយរាល់វីដេអូដែលខ្ញុំផុសទៅរៀងស្លេកស្លាំងបែបធម្មជាតិអីចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមិនប្រកាន់ជាមួយនឹងលក្ខណៈដាច់ដライរបស់ខ្ញុំនោះទេចូលមកដល់ប្រធានបទរបស់យើងវិញខ្ញុំចង់បញ្ជាក់បន្ថែមជូនបងប្អូនទាំងអស់គ្នាថាបងប្អូនចង់គិតបែបណាឬក៏ចង់ជ្រើសរើសបែបណាក៏មិនខុសនោះដែរវាគឺជាសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តរបស់យើងម្នាក់ៗហើយរាល់វីដេអូដែលខ្ញុំបានធ្វើដើម្បីចែករំលែកនៅលើបណ្ដាញសង្គមគឺគ្រាន់តែចង់បង្ហាញបងប្អូនទាំងអស់គ្នានៅរបៀបគិតថាតើយើងគួរតែគិតបែបណាដើម្បីឲ្យមានសេចក្តីសុខប៉ុន្តែប្រសិនបើបងប្អូនមិនចង់គិតតាមវិធីដែលខ្ញុំបានបង្ហាញនោះទេក៏មិនខុសនោះដែរវាគឺជាសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តរបស់បងប្អូនទាំងអស់គ្នាដោយដែលខ្ញុំបានសរសេររៀបរាប់នៅលើទំព័រផ្លូវការរបស់ខ្ញុំអញ្ចឹងថា page របស់ខ្ញុំបង្កើតឡើងមកនេះគឺក្នុងគោលបំណងជួយបងប្អូនទាំងអស់គ្នាឲ្យស្វែងរកសេចក្តីសុខដោយខ្លួនឯងតាមរយៈការគិតរបស់យើងនេះឯងឧទាហរណ៍រឿងគេនិយាយដើមយើងនេះរឿងតែមួយដូចគ្នាប៉ុន្តែបើយើងគិតខុសគ្នាបានផលមកក៏ខុសគ្នាដែរបើយើងចេះតែគិតថាខំធ្វើល្អដាក់គេមកកណោហេតុអីក៏គេនៅតែមើលមិនឃើញពីទង្វើល្អរបស់យើងហេតុអីក៏គេនៅតែនិយាយចេះចោះទៀតហើយយើងមកអង្គុយឆ្ងល់តែឯងហ្នឹងយើងប្រកាសជាការទុកភ្លាមប៉ុន្តែបើបងប្អូនគិតដូចអ្វីដែលខ្ញុំបានរៀបរាប់នៅក្នុងវីដេអូភាគទី95នោះបងប្អូនក៏នឹងបានធូរចិត្តភ្លាមៗដែរគ្រប់ហេតុការណ៍ឬក៏រឿងរ៉ាវទាំងអស់ដែលកើតឡើងមកក្នុងជីវិតរបស់យើងសុទ្ធតែអាចផ្លាស់ប្ដូរការគិតរបស់យើងចំពោះហេតុការណ៍ទាំងអស់នោះដើម្បីស្វែងរកសេចក្តីសុខផ្ទាល់ខ្លួនរបស់យើងបានពេលខ្លះរឿងតែមួយទេប៉ុន្តែយើងមិនព្រមបដូរការគិតរបស់ខ្លួនឯងចេះតែចង់បដូរការគិតរបស់អ្នកដទៃមិនងាយទៅបងប្អូនការគិតរបស់គេយើងមិនអាចគ្រប់គ្រងបាននោះទេប៉ុន្តែយើងអាចគ្រប់គ្រងការគិតរបស់យើងបានបើយើងគិតឲ្យវាមានសេចក្តីសុខវាក៏ទទួលបានសេចក្តីសុខភ្លាមប៉ុន្តែបើយើងគិតឲ្យវាកើតជាសេចក្តីទុក្ខកើតទៅជារឿងរ៉ាវវាក៏នឹងคล้ายទៅជារឿងរ៉ាវភ្លាមសរុបមកវិញបងប្អូនចង់គិតបែបណាក៏បានដែរឲ្យតែបងប្អូនមានសេចក្តីសុខខ្ញុំគ្រាន់តែបង្ហាញជំរើសជូនដល់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះតែយ៉ាងណាក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់វីដេអូរបស់ខ្ញុំដោយយកចិត្តទុកដាក់ខ្ញុំរីករាយនឹងទទួលយកមតិរិះគន់ក៏ដូចជាលក្ខណៈដាច់ដោយឡែករបស់បងប្អូនទាំងអស់គ្នាដោយក្តីគោរពនិងដឹងគុណជាចុងក្រោយប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍កុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំក្នុងការបន្តផលិតវីដេអូបន្តទៀតសម្រាប់បងប្អូនថ្មីៗដែលស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បាន follow page Facebook និង subscribe channel YouTube របស់ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀត